ស្វាឆ្លៀសវៃនៅក្នុងព្រៃជ្រៅពោរពេញដោយរុក្ខជាតិព្រៃព្រឹក្សាដ៏ស្រស់ស្អាតអមជាមួយទឹកអូរហូរត្របាញ់មួយមានកូនស្វាមួយក្បាលរស់នៅដែលមានឈ្មោះថាមីកូចូលចិត្តលោតតោងពីមែកឈើមួយទៅមួយជាការកម្សាន្តក្នុងព្រៃហើយវាចូលចិត្តនៅលើចុងឈើគយគន់ទេសភាពនៅខាងក្រោមដ៏ស្រស់ត្រកាលដាច់កន្ទុយភ្នែកនៅក្នុងបឹងក្នុងព្រៃនេះផងដែរក៏មានសត្វក្រពើមួយក្បាលរស់នៅដែលវាមានឈ្មោះថាកូរ៉ាក្រពើនេះពោរពេញដោយល្បិចកលនៅព្រឹកថ្ងៃមួយកូរ៉ាបានប្រទះឃើញមីកូកំពុងស៊ីផ្លែស្វាយនៅក្បែរច្រាំងទន្លេវាក៏គិតក្នុងចិត្តថាកូនស្វានេះមើលទៅទំនងជាចំណីដ៏ឆ្ងាញ់មាត់ណាស់ខ្ញុំនឹងប្រើល្បិចយកវាមកធ្វើជាអាហារថ្ងៃត្រង់សម្រាប់ថ្ងៃនេះឲ្យខានតែបានកូរ៉ាក៏ហាលយឺតចូលទៅជិតច្រាំងទន្លេហើយនិយាយទៅកាន់កូនស្វាថាអរុនសួស្តីកូនស្វាតូចអាកាសធាតុថ្ងៃនេះពិតជាស្រស់ស្រាយណាស់មែនទេមីកូងក់ក្បាលឯកភាពហើយតបពិតណាស់បងក្រពើកូរ៉ាបន្តថាខ្ញុំចង់នាំឯងមកត្រើយមកខាងទៀតនៃទន្លេខាងនោះវិញព្រោះនៅទីនោះមានដំណាំផ្លែឈើច្រើនសម្បូរបែបនិងផ្អែមឆ្ងាញ់ជាងនៅទីនេះខ្លាំងណាស់គ្រាន់តែឮបែបនេះភ្នែកមីកូបើកធំសម្ដែងក្តីរំភើបមែនឬបងពិតជាអស្ចារ្យណាស់កូរ៉ាតបពិតណាស់ដោយបានរំកិលចូលចិត្តបន្តិចម្ដងហើយបន្តថាខ្ញុំអាចជួយចម្លងឯងទៅទីនោះបានវាជាមធ្យោបាយដែលមានសុវត្ថិភាពបំផុតមីកូស្ទាក់ស្ទើរបន្តិចទោះជាក្នុងចិត្តរបស់វាពិតជាចង់ទៅក្តីដោយសារតែវាឃើញរូបរាងនិងធ្មេញដ៏ស្រួចរបស់កូរ៉ាវាយល់ឃើញថាដូចជាមិនសូវស្រួលទេកូនស្វាញញឹមហើយតបដោយគួរសមថាបងពិតជាចិត្តល្អមែនតែខ្ញុំចង់សួរបងថាហេតុអ្វីបានជាបងចង់ជួយខ្ញុំក្រោយឮសំណួរនេះកូរ៉ាព្រិចភ្នែកចុះឡើងរកនឹកចម្លើយហើយតបព្រោះខ្ញុំចង់សាងអំពើល្អមីកូសើចហើយតបថាសត្វក្រពើដូចជាមិនដែលមានបំណងល្អចំពោះសត្វដទៃទេបងប្រាប់ខ្ញុំឲ្យត្រង់មកពុំនោះទេខ្ញុំមិនទៅជាមួយបងទេកូរ៉ាដកដង្ហើមធំហើយតបថាខ្ញុំប្រាប់ត្រង់ចុះដោយសារម្ដាយរបស់ខ្ញុំកំពុងឈឺធ្ងន់ហើយគាត់ប្រាប់ថាថ្នាំដែលអាចព្យាបាលគាត់បានគឺមានតែបេះដូងសត្វស្វាប៉ុណ្ណោះហើយគាត់បញ្ជាឲ្យខ្ញុំស្វែងរកឲ្យគាត់បេះដូងមីកូលោតខ្លាំងក្រោយឮបែបនេះតែវាព្យាយាមធ្វើអារម្មណ៍ស្ងប់ស្ងៀមវាក៏គិតឃើញល្បិចមួយហើយតបទៅក្រពើវិញថាអូបងគួរប្រាប់ខ្ញុំតាំងពីដំបូងបើខ្ញុំដឹងមុនខ្ញុំច្បាស់ជាយកបេះដូងរបស់ខ្ញុំមកតាមហើយប៉ុន្តែឮបែបនេះកូរ៉ាតបមានន័យថាយ៉ាងម៉េចកូនស្វាតបខ្ញុំបានរក្សាទុកបេះដូងរបស់ខ្ញុំនៅក្នុងដើមស្វាយមួយដើមដើម្បីការពារមិនឲ្យគេលួចយកវាបានខ្ញុំពិតជាល្ងងណាស់កូរ៉ាបើកភ្នែកធំសម្ដែងការងឿងឆ្ងល់ឯងអាចយកបេះដូងឯងទុកក្នុងដើមឈើបានមីកូតបពិតណាស់បងចាំខ្ញុំនាំបងទៅយកវាកូរ៉ាដែលមិនសូវមានការវៃឆ្លាតដោយកូនស្វាក៏ជឿហើយងក់ក្បាលយល់ព្រមហើយតបថាឡើងលើខ្នងខ្ញុំមកអីចឹងចាំខ្ញុំនាំឯងទៅយកវាមីកូក៏លោតឡើងខ្នងក្រពើ
ហើយពួកគេក៏ឆ្លងទៅលេជាមួយគ្នាគ្រាន់តែដល់ច្រាំងម្ខាងទៀតភ្លាមមីកូក៏ប្រញាប់លោតឡើងដើមឈើខ្ពស់មួយដើមកូនស្វាក៏ចង្អុលទៅចុងឈើមួយហើយនិយាយថានោះណបងបេះដូងរបស់ខ្ញុំនៅត្រង់នោះអូរ៉ាប្រឹងសម្លឹងមើលតាមដៃរបស់កូនស្វាហើយតបថាឯណាហេតុអ្វីខ្ញុំមើលមិនឃើញអញ្ចឹងមីកូសើចហើយនិយាយថាបងច្បាស់ជាមិនឃើញទេព្រោះបេះដូងខ្ញុំមិនបាននៅត្រង់នោះទេគឺវានៅក្នុងខ្លួនខ្ញុំឯនេះទេបងចាញ់បោកខ្ញុំហើយកូរ៉ាខឹងសម្បាហើយស្រែកថាឯងហ៊ានប្រល្បិចជាមួយខ្ញុំផងកូនស្វាមីកូក៏ឆ្លើយបែបចំអកវិញថាបងទេដែលជាអ្នកប្រល្បិចជាមួយខ្ញុំតាំងពីដំបូងតែខ្ញុំឆ្លាតហើយបានដឹងល្បិចរបស់បងហើយក៏ប្រល្បិចទល់ល្បិចវិញមីកូក៏លោតពីមែកឈើមួយទៅមួយបាត់ស្រមោលដោយសុវត្ថិភាពបន្សល់តែសត្វក្រពើដែលកំពុងខកចិត្តដែលចាញ់ល្បិចកូនស្វាគំនិតអប់រំក្នុងរឿងគិតមុនគូនៅក្នុងស្ថានភាពលំបាកត្រូវតាំងចិត្តឲ្យស្ងប់និងប្រើប្រាជ្ញារបស់អ្នកព្រោះវាអាចជួយអ្នកដោះស្រាយបញ្ហាចំពោះមុខបាន